ស្វានៅលើហ្នឹងវាបានចំណៃមករត់ទៅនៅលើចុងឈើបាត់លួចស៊ីម្នាក់ឯងអ្នកទេសចរគាត់មកលេងគាត់ហុចឲ្យយ៉ាមានកូនទូចមកមួយទៀតនេះស្មន់ហើយវាចេញពីព្រៃមកកន្លែងដែលមានមនុស្សខ្លះដើម្បីគេហុចចំណីឲ្យវាបានចំណីស៊ីច្រើនបើសិនបើអត់មកនៅព្រៃវាស៊ីបានតែផ្លែឈើតាមធម្មជាតិរបស់វាពេលវាមកអញ្ចឹងវាជួបមនុស្សហុចឲ្យស៊ីអស់ហើយនេះអត់អីស៊ីអង្គុយធ្វើមុខមហែមុខឡើង slow មកទេដាក់រកអីស៊ីទៀតហើយអត់នៅស្ងៀមទេអស់ពីនេះទៅណោះនេះអានេះឈ្មោះធំឯចូលលក្ខណៈមេវងដែរនេះបានជែកមកស្និតក៏អង្គុយតែឯងអត់មានអ្នកមកដដើមទេវាធំនៅឆ្ងាញ់អស់តោះនេះ